បងប្អូនធ្លាប់ទេសបិនឃើញបាត់បង់សត្វចិញ្ចឹមចាបាត់ទៅណាឬក៏មិនដឹងចាទៅណាទីណាកន្លែងណាណាសត្វចិញ្ចឹមនេះគឺសំដៅទៅលើចាសត្វដែលយើងចិញ្ចឹមចាមិនថាឆ្កែឆ្មាជ្រូកមាន់ទាគោក្របីអីនោះទេឲ្យតែយើងចិញ្ចឹមចាក្នុងន័យនេះតើមានអត្ថន័យយ៉ាងណាដែរចាបងប្អូនជាទីគោរពនិងរាប់អានទាំងអស់គ្នាចាកាលណាដែលបងប្អូនសបិនឃើញបាត់បង់សត្វចិញ្ចឹមមិនថាប្រភេទសត្វអ្វីនោះទេដែលយើងបានចិញ្ចឹមចាជាប្រផ្នូលដែលចាស់និយាយថាកុំថ្វាយប្រហែសនឹងត្រូវប្រុងប្រយ័ត្នផងចាសបិនឃើញបាត់របស់នេះនៅក្រោយពេលដែលចាក្រោកពីដំណេកគឺមានអារម្មណ៍ថាភិតភ័យចាមិនសប្បាយចិត្តមានទុក្ខព្រួយជាដើមនឹងតែយ៉ាងណាមិញគ្រប់សបិនដែលបង្ហាញខ្លួនគឺចាស់បាននិយាយថាចាជាប្រផ្នូលឲ្យយើងដឹងទុកជាមុនថាឲ្យត្រូវចេះប្រុងប្រយ័ត្នខ្លាចក្រែងមានរឿងមិនល្អណាមួយកើតឡើងចំពោះខ្លួនឯងចានៅពេលដែលលោកអ្នកសបិនថាបាត់បង់ចាសត្វចិញ្ចឹមដូចខ្ញុំនិយាយថាចាមិនថាតែសត្វជ្រូកគោក្របីមាន់ទាចាឆ្កែអីនោះទេឲ្យតែយើងចិញ្ចឹមចានេះជារយៈពេលដែលលោកអ្នកត្រូវប្រុងប្រយ័ត្នចាវាជាវិធីល្អក្នុងការជៀសវាងការទៅជួបរឿងមិនល្អចូលស្ងៀមស្ងាត់ប្រយ័ត្នសត្រូវឆ្លៀតឱកាសមកបង្កាច់បង្ខូចអ្នកចំណែកចាសំណាងវិញនឹងមកពីមនុស្សភេទផ្ទុយគ្នាចានៅក្នុងនេះឲ្យប្រយ័ត្នប៉ុន្តែក៏មានលៀបខ្លះដែរចាគឺត្រូវឲ្យប្រយ័ត្នក្រែងជួបរឿងមិនល្អដោយសារការបង្កាច់បង្ខូចចាពីមនុស្សដែលចំណែនយើងណាចាបងប្អូនហើយចំណែកលៀបសំណាងវិញចាអាចមានលៀបសំណាងតិចតួចទៅតាមការដែលយើងសបិនអញ្ចឹងទៅហើយលៀបសំណាងនោះគឺបានមកពីមនុស្សភេទផ្ទុយគ្នាបើសិនជាយើងស្រីអញ្ចឹងទៅលៀបសំណាងដែលបានអញ្ចឹងទៅគឺពីមនុស្សប្រុសបើយើងប្រុសលៀបសំណាងដែលបានគឺពីមនុស្សស្រីអានោះមានន័យថាជាមនុស្សភេទផ្ទុយគ្នាមិនមែនខ្ទើយទេណាចាបងប្អូនចាហើយយល់សពនេះគឺចាឲ្យយើងប្រយ័ត្នតិចយើងស្ងៀមស្ងាត់ទៅកុំឲ្យចានិយាយបបាច់បបោចក្នុងនេះគឺសំដៅទៅលើការស្ងៀមស្ងាត់ពាក្យសម្ដីចាមុននឹងនិយាយស្ដីអ្វីគឺត្រូវចេះគិតពិចារណាឲ្យបានល្អិតល្អន់ចាមុននឹងនិយាយស្ដីប៉ុន្តែមួយរយៈនេះបើសិនជាលោកអ្នកចាអាចនៅស្ងៀមស្ងាត់ក៏ល្អដែរចាព្រោះសត្រូវរបស់អស់លោកអ្នកនឹងចាំតែចាប់កំហុសហើយចាំតែឆ្លៀតឱកាសបង្កាច់បង្ខូចអ្នកទេអាចនិយាយបានថាជាមនុស្សចំណែនយើងជាមនុស្សចូលចិត្តយើងល្អជាងខ្លួនអត់បានអញ្ចឹងហ្មងចាគឺយើងរកស៊ីមានបានឬក៏យើងល្អជាងខ្លួននឹងអត់បានអញ្ចឹងហ្មងចាំតែនិយាយបកាច់បខូចអញ្ចឹងណាចាបងប្អូនដូចចាស់ខ្លះណាចាបងប្អូនចាស់ខ្លះថាយើងបានលុយមកពីណាអីពីណីអញ្ចឹងទៅអត់គិតថាយើងនឹងបានមកពីចាស់របស់សុចរិតឬក៏យើងធ្វើអីអញ្ចឹងទៅលក់អីចេះទៅណាឲ្យតែយើងឃើញមានលុយគឺហាអីអញ្ចឹងថាអានេះបានមកពីនេះអីចេះគេចិញ្ចឹមចេះមួយចេះពីរឬក៏ថាចាស់គឺអានឹងលក់គ្រឿងញៀនបានលុយអីចឹងណាអ្នកខ្លះអញ្ចឹងឯងចានិយាយមកគឺបកាច់បខូចយើងអញ្ចឹងឯងចាគឺអត់ល្អទេក្នុងន័យនេះបើសិនជាលោកអ្នកសបិនឃើញចាបាត់បង់សត្វចិញ្ចឹមណាចាបងប្អូនគឺក្នុងន័យនេះគឺមានន័យចឹងឯងចាបកាច់បខូចយើងអញ្ចឹងទៅហើយចាជារឿងដែលល្អបំផុតគឺលោកអ្នកនៅឲ្យស្ងៀមស្ងាត់ចាកុំឲ្យមានសកម្មភាពអីទាំងអស់ចាគឺដេកតែឆោអង្គុយឬក៏ហូបបាយហូបទឹកអីចាធ្វើជាទម្លាប់ធម្មតាកុំឲ្យមានការលេចធ្លោអីមួយឬក៏កុំឲ្យមានថាអ្វីមួយដែលមានអ្នកចាប់កំហុសយើងណាចាបងប្អូនអញ្ចឹងហើយយើងគួរតែព្យាយាមនៅស្ងៀមស្ងាត់អ្វីដែលនិយាយចាំនិយាយអ្វីដែលមិននិយាយយើងមិនបាច់និយាយក៏បានដែរចាក្នុងនេះគឺអញ្ចឹងហើយលៀបសំណាងបានពីមនុស្សភេទផ្ទុយគ្នាចាគឺឲ្យលៀបសំណាងតិចច្រើនតាមអាស្រ័យទៅលើលោកអ្នកសបិននឹងទេចាអស់លោកអ្នកដែលបានស្ដាប់ហើយសូមជួយកុំភ្លេចជួយsubscribe ឬក៏ subscribe ផងណាដើម្បីទទួលបានវីដេអូថ្មីចាសូមអរគុណនិងសូមគោរពលា